ជំហានទី2ស្គាល់ឲ្យច្បាស់ពីសត្រូវនិងកម្ចាត់វាឲ្យបានមនុស្សដែលមិនស្គាល់ខ្លួនឯងប្រៀបដូចជានគរមួយគ្មានមហាក្សត្រប្រទេសមួយគ្មានអ្នកដឹកនាំនិងក្រុងមួយគ្មានកំផែងការពារសត្រូវដែលមើលឃើញមិនពិបាកច្បាំងតែពិបាកបំបែកនោះគឺសត្រូវក្នុងចិត្តទៅវិញទេបើសិនជាសត្រូវក្នុងចិត្តមិនអាចកម្ចាត់បានវាគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរហើយក៏ជាបរាជ័យដ៏ធំបំផុតក្នុងស្ថានភាពខ្លះវាអាចធ្វើឲ្យយើងបរាជ័យក្នុងជីវិតគ្រួសារសហគមន៍ហើយថាមិនត្រូវមានគ្រោះថ្នាក់ធំដល់ប្រទេសជាតិទៀតផងក្នុងកិច្ចការមួយចំនួនយើងអាចនិយាយបានថាពិតដូចមិនពិតឃើញដូចមិនឃើញដឹងដូចមិនដឹងឆ្ងាយដូចចិត្តល្អមិនអាចបែងចែកឲ្យដាច់ពីអាក្រក់បានដោយមូលហេតុថាការបរិយាយដូចជាតូទន់ទៅរករឿងនិទានបុរាណពេកហើយមិត្តអ្នកអានមួយចំនួនអាចយល់ថាវាមិនមានលក្ខណៈបែបវិទ្យាសាស្ត្រពិតនិងទាន់សម័យតទៅសោះខ្ញុំសូមអភ័យទោសទុកជាមុនចំពោះមិត្តអ្នកអានខ្លះដែលមិនសូវចូលចិត្តរឿងរ៉ាវសង្គ្រាមចម្បាំងនិងកងទ័ពតែសូមគ្រាន់តែយល់ថាវាជាការប្រៀបធៀបទៅចោះដោយគិតថាមិនសំខាន់ថាឆ្មាសឬឆ្មាខ្មៅនោះទេឲ្យតែចាប់កណ្ដុរបានគឺវាជាឆ្មាល្អហើយសត្រូវអាចមានច្រើនលើសពីអ្វីដែលអ្នកគិតសត្រូវខាងក្នុងមិនកំចាត់សត្រូវខាងក្រៅមកតែបានចិត្តអ្នកប្រាជ្ញកាលពីសម័យដើមបានបង្រៀនថាបើអាចយកឈ្នះនឹងគ្រប់គ្រងចិត្តខ្លួនឯងបានសូម្បីតែទ័ពខ្លាំងរបស់សត្រូវ100,000នាក់ក៏មិនអាចប្រៀបស្មើបានដែរដោយអ្វីដែលសុនជឺពោលថាស្គាល់ខ្លួនឯងស្គាល់សត្រូវច្បាំង100ដងឈ្នះ100ដងមានមូលហេតុជាក់លាក់និងអំណះអំណាងពិតប្រាកដក្នុងការជួយគាំទ្រនិងបកស្រាយចំពោះអត្ថន័យនេះជាទូទៅនៅក្នុងចិត្តរបស់មនុស្សយើងមានសត្រូវមួយចំនួនដែលយើងអាចមើលរំលងនិងមិនចាប់អារម្មណ៍តតែសោះជួនកាលយើងបានបរាជ័យរួចទៅហើយក៏នៅមិនទាន់ដឹងថាមកពីមូលហេតុអ្វីបើវិភាគឲ្យដល់ទៅសត្រូវទាំងនោះគឺជាជំងឺផ្លូវចិត្តដែលពិបាកនឹងព្យាបាលបានតាមធម្មតាជំងឺនេះវាកើតឡើងមិនថាចំពោះមនុស្សធម្មតាឬអ្នកដឹកនាំទេគណៈពេលដែលកងទ័ពចេញច្បាំងមនុស្សដែលសំខាន់បំផុតនោះគឺមេទ័ពដែលមានសមត្ថភាពខ្ពស់គឺជាមនុស្សយល់ច្បាស់ពីខ្លួនឯងនិងសត្រូវទោះបីជាទ័ពខ្លាំង100,000នាក់ក៏មិនអាចប្រៀបស្មើទ័ពខ្លាំង100,000នាក់នៅពេលនេះហាក់ដូចជាជំងឺផ្លូវចិត្តដែលមានក្នុងខ្លួនរបស់មនុស្សគ្រប់រូបដែលជំងឺទាំងនោះត្រូវតែពិនិត្យមើលថាជាជំងឺអ្វីខ្លះទើបយើងអាចរកវិធីព្យាបាលឲ្យជាសះស្បើយនិងឈានទៅរកភាពជោគជ័យបាន 1. ធ្វើតាមតែអារម្មណ៍និងប្តេជ្ញាផ្ដួលតាមវាសនាមនុស្សដែលមានគោលដៅនិងផែនការពិតប្រាកដតែងចង់កំណត់វាសនាខ្លួនឯងដោយពឹងផ្អែកទៅលើការគិតចំណេះដឹងជំនាញចំណុចខ្លាំងនិងការបដិញ្ញាចិត្តខ្ពស់របស់ខ្លួនពួកគេទាំងនោះតែងតែព្យាយាមលះបង់ការសប្បាយនិងការតូទន់ទៅតាមអារម្មណ៍ដែលអាចជាភាពលយឆាយនិងការតាក់ទាញរបស់ពិភពលោកនេះផ្ទុយទៅវិញមនុស្សភាគច្រើនមិនចូលចិត្តដើរតាមក្បួនខ្នាតត្រឹមត្រូវអ្វីនោះទេតែចង់តែបណ្ដោយខ្លួនតាមអារម្មណ៍តាមវាសនាតាមការចង់បាននិងភាពខ្ជិលច្រអូសរបស់គេហើយឆាកជីវិតនេះទុកឲ្យវាសនាជាអ្នកសម្រេចទៅវិញឧទាហរណ៍មនុស្សភាគច្រើនតែងតែមានទម្លាប់ជួបជុំមិត្តភ័ក្តិមិត្តថ្មីផឹកស៊ីសប្បាយលើកដាច់អួតក្អេងក្អាងពីការផឹកស៊ីពីមួយកន្លែងទៅមួយកន្លែងជាទូទៅពិបាកនឹងហាមចិត្តខ្លួនឯងបានថែមទាំងចំណាយថវិកាច្រើនលើសកំណត់ទង្វើបែបនេះប្រែជាទម្លាប់ដូចជាការទទួលទានទឹកសម្រាប់បម្រុងរាងកាយជារៀងរាល់ថ្ងៃអញ្ចឹងដែរមែនហើយការទទួលទាននិងជួបជុំមិត្តភ័ក្តិមិនខុសឆ្គងនោះទេតែធ្វើយ៉ាងណាឲ្យស្ថិតក្នុងការគ្រប់គ្រងនិងការទទួលខុសត្រូវ 2. អំនួតមាននេះរឹងរូសនិងអាត្មានិយម
ភាពក្អេងក្អាងមាននេះរឹងរូសនិងអាត្មានិយមដែលតែងតែចូលចិត្តឲ្យតម្លៃខ្លួនឯងធំគឺជាសេចក្តីទន់ជ្រាយនិងជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់មនុស្សគ្រប់រូបជាពិសេសសម្រាប់អ្នកដឹកនាំការដែលមិនឲ្យតម្លៃលើសមត្ថភាពអ្នកដទៃជាពិសេសមិនស្ដាប់យោបល់អ្នកដទៃអាចធ្វើឲ្យកិច្ចការទទួលបរាជ័យយ៉ាងងាយហើយសត្រូវក៏អាចនឹងប្រើយុទ្ធសាស្ត្រញុះញង់បំបែកបំបាក់បានដោយងាយមនុស្សមានសមត្ថភាពជាមនុស្សដែលចេះបត់បែនតាមកលៈទេសៈសម្រាប់សម្រេចកិច្ចការអ្វីមួយប្រកបដោយហេតុផលសមរម្យចេះទាញយកចំណុចសំខាន់នៃយោបល់របស់ទីប្រឹក្សាលើសពីនេះគេអាចសម្របសម្រួលនិងធ្វើការបានយ៉ាងរលូនក្នុងក្រុមមនុស្សបែបនេះទោះបីគេផ្លាស់ទីកន្លែងការងារដល់ទីណាក៏មានអ្នកតាមរាប់អានអធ្យាស្រ័យនិងប្រគល់កិច្ចការសំខាន់ឲ្យដែររីឯមនុស្សដែលទាញយកឈ្មោះនិងភាពជោគជ័យរបស់អ្នកដទៃខ្សែស្រឡាយដើម្បីអួតថាខ្លួនខ្លាំងនិងពូកែនោះគេមិនមែនជាមនុស្សដែលមានសមត្ថភាពពិតប្រាកដនោះទេ3មិនចេះមើលមនុស្សឃើញអ្នកប្រាជ្ញដើរជៀសឲ្យតម្លៃតែសាច់ញាតិឯងមេរោគប្រាជ្ញរើសមេមានប្រាជ្ញដោយខ្លាដុសស្លាបពីរឃ្លានេះមានអត្ថន័យមិនធម្មតាទេបើសិនជាចង់សម្រេចកិច្ចការធំត្រូវពឹងផ្អែកលើប្រាជ្ញានិងយោបល់របស់អ្នកប្រាជ្ញបើសិនជាចង់បានអ្នកមានសមត្ថភាពពិតត្រូវមានការអត់ធ្មត់ខ្ពស់មានប្រាជ្ញាមានការបដិញ្ញាចិត្តខ្ពស់ព្រមទាំងមានភាពស្មោះត្រង់និងគុណធម៌មិនគួរឲ្យតម្លៃតែមិត្តឯងនិងសាច់ញាតិឯងនោះទេបើសិនជាគ្មានសច្ចធម៌អ្នកប្រាជ្ញក៏មិនព្រមឲ្យប្រើព្រោះថាអ្នកមានសមត្ថភាពពិតប្រាកដតែងតែរើម្ចាស់តែបើយកបានអ្នកប្រាជ្ញហើយក៏ហាក់បីដូចជាខ្លាដុសស្លាប់អញ្ចឹងដែរការរាប់អានមិត្តគឺជារឿងសំខាន់ខ្លាំងណាស់បើមិត្តរបស់អ្នកចូលចិត្តការសប្បាយផឹកស៊ីនោះអ្នកប្រកាសជាមានថ្ងៃអង្គុយផឹកជាមួយគេដែរហើយបើសិនជាមិត្តរបស់អ្នកចូលចិត្តអានសៀវភៅជជែកពីមុខជំនួញនិងការងារវិញពេលខ្លះអ្នកនឹងនិយាយថាធុញណាស់ខ្ញុំចូលចិត្តបណ្ដែតអារម្មណ៍តាមទៀមស្រានិងស្ដាប់ចម្រៀងពីរោះវិញនេះជាការជ្រើសរើសរបស់អ្នកគ្មាននរណាមួយអាចបង្ខំបានទេ4មិនហ៊ាននិយាយការពិតបកស្រាយអំពីកំហុសនិងភាពខ្សោយរបស់ខ្លួនមនុស្សភាគច្រើនចូលចិត្តលាក់បាំងភាពខ្សោយនិងមិនហ៊ាននិយាយថាខ្លួនមានកំហុសហើយក៏មិនចង់ទទួលស្គាល់ការពិតដែរប្រការដែលយើងមិនហ៊ានបញ្ជាក់ពីលក្ខណៈពិតរបស់ខ្លួនឲ្យអ្នកដទៃដឹងបណ្ដាលមកពីមូលហេតុតែមួយគត់គឺខ្លាចខ្មាស់គេនិងខ្លាចគេថាយើងអន់ក្នុងការដឹកនាំមិនថាប្រទេសក្រុមហ៊ុនឬក៏គ្រួសារនោះទេយើងត្រូវចេះបត់បែនជាចាំបាច់នៅពេលដែលយើងហ៊ាននិយាយការពិតប្រាប់ពីភាពខ្វះខាតរបស់ខ្លួននោះប្រកាសណាស់អ្នកនឹងទទួលបានជំនួយដែលនឹកស្មានមិនដល់នេះជាជំងឺផ្លូវចិត្តដែលកើតឡើងចំពោះមនុស្សភាគច្រើននៅសម័យនេះ5ការភ័យខ្លាចនិងការបាត់បង់ទំនុកចិត្តលើខ្លួនឯងពេលកិច្ចការសំខាន់មកដល់អ្វីដែលណាប៉ូឡេអុងហ៊ីលបានបញ្ជាក់ក្នុងសៀវភៅរបស់គាត់ថាឧបសគ្គនៃភាពជោគជ័យដ៏ធំមួយនោះគឺភាពភ័យខ្លាចនៅពេលកិច្ចការសំខាន់ចូលមកដល់យើងតែងតែបាត់បង់ទំនុកចិត្តលើខ្លួនឯងដែលធ្វើឲ្យលទ្ធផលធ្លាក់ចុះជួនកាលគ្រាន់តែមានរឿងអ្វីបន្តិចបន្តួចមកបង្អាក់ធ្វើឲ្យយើងមានភាពទន់ជ្រាយនិងមិនហ៊ានដើរទៅមុខទៀតជំងឺផ្លូវចិត្តមួយនេះអាចកើតមានចំពោះអ្នកធ្វើចំនួនថ្មីហើយជាពិសេសអ្នកដែលមិនសូវមានបទពិសោធន៍តែត្រូវចាំថានេះគ្រាន់តែជាជំងឺផ្លូវចិត្តមួយប៉ុណ្ណោះអ្នកត្រូវហ៊ានទទួលយកនិងព្យាបាលវាឲ្យបានដើម្បីច្បាំងឈ្នះសត្រូវមួយនេះនិងឆ្ពោះទៅកាន់នគរមួយដែលមានភាពរីកចម្រើននិងត្រូវបន្ថែមការជឿជាក់ដោយធ្វើការអភិវឌ្ឍខ្លួនឲ្យបានច្រើនជាងមុនបង្កើតបទពិសោធន៍ក្នុងការងារឲ្យស្របទៅនឹងទស្សនវិស័យនិងគោលដៅដែលយើងចង់បាននោះអ្នកនឹងអាចយកឈ្នះនិងមានទំនុកចិត្តលើកិច្ចការដែលអ្នកធ្វើជាមិនខាន6
ការចំណាយទ្រព្យសម្បត្តិថវិកាខ្ជិះជាយបំផ្លាញសុខភាពខ្លួនឯងនៅពេលដែលជីវិតមិនអាចអត់បាននៅភាពទាន់សម័យស៊ីវិល័យការចំណាយក៏កាន់តែច្រើនទៅដែរឡានថ្មីសាំងទូរស័ព្ទ iPhone ស៊េរីថ្មីចូលផ្សារទំនើបនិងចូលហាងធំរាល់ដងប្រើឧបករណ៍អគ្គិសនីដែលស៊ីភ្លើងច្រើនពេលបានចូលហាងផឹកស៊ីសប្បាយហើយมันអាចចោល KTV បានសាកគិតទៅមើលបើសិនជាចំណាយច្រើនម្លឹងនោះអាចមានដើមទុនធ្វើអាជីវកម្មមានប្រាក់សន្សំនិងធ្វើជាអ្នកមានម្ដេចបានទៅការចំណាយដែលមានកម្រិតនិងស្ថិតក្នុងការបានគិតត្រឹមត្រូវអាចធ្វើឲ្យជីវភាពរស់នៅបានធូរមួយកម្រិតធំការបំផ្លាញសុខភាពក្នុងការទទួលទានសូរ៉ានិងបារីច្រើនអាចធ្វើឲ្យសុខភាពរបស់យើងចុះខ្សោយខ្លាំងណាស់ថែមទាំងចំណាយថវិកាច្រើនទៀតផងការសន្សំសំចៃក៏មានក្បួនខ្នាតរបស់វាត្រឹមត្រូវដែរបើសិនជាមានពេលសូមចូលទៅមើលក្នុងតូបលក់សៀវភៅនោះអ្នកនឹងរកឃើញមួយក្បាលដែលពេញចិត្តជាមិនខានចង់បានភាពជោគជ័យក្នុងជីវិតចង់បានក្រុមគ្រួសារដ៏កក់ក្ដៅសុខភាពពេញបរិបូរណ៍គឺចាប់ផ្ដើមពីខ្លួនយើងទាំងស្រុងមិនមាននរណាម្នាក់មួយជួយបង្កើតវាឲ្យយើងនោះទេសូមបញ្ជាក់ថាភាពជោគជ័យដែលយើងនិយាយមកនេះមិនមែនគ្រាន់តែជាភាពជោគជ័យផ្នែកថវិកាតែមួយមុខនោះទេប៉ុន្តែកត្តាមួយចំនួនទៀតដែលជួយជ្រោមជ្រែងឲ្យជីវិតយើងដើរទៅរកភាពជោគជ័យក្នុងជីវិតដ៏ពិតប្រាកដនោះគឺកត្តាសុខភាពសុភមង្គលគ្រួសារព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គមដែលគេទទួលស្គាល់ផងដែរចំណុចមួយចំនួនខាងលើនេះមិនទាន់គ្រប់គ្រាន់និងអស់អត្ថន័យដែលចង់បានទេនៅមានចំណុចមួយចំនួនទៀតដូចជាការគិតខ្លីមើលមិនឃើញអនាគតវែងឆ្ងាយគ្មានគុណធម៌សច្ចធម៌យុត្តិធម៌អាចជាជំងឺផ្លូវចិត្តដ៏កាចសាហាវដែរសរុបមកបើសិនជាយើងជាបុគ្គលមួយរូបមិនថាមនុស្សធម្មតាបុគ្គលិកនាយកក្រុមហ៊ុនស្ថាប័នឬអ្នកដឹកនាំប្រទេសបើសិនជាមិនស្គាល់ជំងឺផ្លូវចិត្តខាងលើឬរោគថ្នាំព្យាបាលឲ្យទាន់ពេលទេនោះអ្នកអាចនឹងបាត់បង់ផលប្រយោជន៍ដ៏ធំដែលអាចជាភាពជោគជ័យក្នុងជីវិតទាំងស្រុងឬវាសនារបស់ប្រទេសជាតិទាំងមូលផងក៏មិនដឹងសូមអភ័យទោសផងដែលខ្ញុំជ្រើសរើសពាក្យថាជំងឺផ្លូវចិត្តយកមកប្រើក្នុងអត្ថបទនេះតែសូមមិត្តអ្នកអានគ្រាន់តែយល់ថាវាគឺជាការប្រៀបធៀបចំណុចមិនល្អដែលមាននៅក្នុងខ្លួនមនុស្សទូទៅតែប៉ុណ្ណោះគឺមិនចង់មានន័យថាមនុស្សគ្រប់គ្នាមានជំងឺផ្លូវចិត្តនិងត្រូវរកគ្រូពេទ្យរោគចិត្តមកព្យាបាលនោះទេ